នេះគឺជាសកម្មភាពរបស់សាមណេរនិងកូនសិស្សវត្តនៃវត្តមនីរតនារាមបាននឹងកំពុងតែជីកធ្វើប្រព័ន្ធបង្ហូរទឹកដោយសារតែមុខឃ្លាំងហ្នឹងគឺលិចច្រើនណាស់ញោមលិចខែភ្លៀងដងគឺលិចហុកជ្រាំនៅថ្នាក់ហើយលំបាកក្នុងការយកធ្វើដំណើរទៅមកមានមុនទៅសិក្សារៀនសូត្រទៅច្បាប់ពីក្នុងលំបាកនឹងវាមិនមែនលំបាកនៅថ្នាក់ថាវាលិចលង់យើងធ្វើដំណើរមិនកើតទេប៉ុន្តែគាត់ថាលំបាកថាវាហុកជ្រាំមុខឃ្លាំងនឹងហើយដីទំនាបនៅមុខឃ្លាំងនឹងគឺលិចទាំងអស់ញោមត្រឹមកំពូលជើងនោះប៉ុន្តែយើងមិនធ្វើប្រព័ន្ធសង្គ្រោះទឹកបណ្ដោះអាសន្នទេអញ្ចឹងវានៅតែលិចទាំងឯងដោយសារតែវាអត់មានទឹកចូលក្នុងប្រព័ន្ធលូដូច្នោះហើយខ្មែរក៏ទឹកនាំសាមណេរនិងកសិវត្តនីរតនារាមបានឲ្យជីកប្រព័ន្ធបង្ហូរទឹកនៅមុខឃ្លាំងហ្នឹងហើយនឹងនៅចំហៀងខាងមុខខ្នល់ខាងមុខព្រះវិហារហ្នឹងក៏ឲ្យសាមណេរនាំគ្នាកាប់ចំអប្រព័ន្ធបង្ហូរទឹកដើម្បីនឹងកុំឲ្យមានការលិចនិងផុកជ្រាំនៅពីមុខឃ្លាំងក៏ដូចជានៅក្នុងទីកន្លែងទំនាបនៅក្នុងនៅពីមុខឃ្លាំងយើងទាំងអស់ហ្នឹងក៏ពេលដែលយើងធ្វើប្រព័ន្ធបង្ហូរទឹកហ្នឹងហើយក៏លេងលិចវិញអីទៀតអីអញ្ចឹងនេះគឺជាការធ្វើប្រព័ន្ធបង្ហូរទឹកបណ្ដោះអាសន្នដើម្បីកុំឲ្យមានការជន់លិចក៏ដូចជាផុកជ្រាំដើម្បីកុំឲ្យមានការលំបាកក្នុងការធ្វើដំណើរទៅមករបស់ព្រះសង្ឃលំបាកហ្នឹងវាគ្រាន់តែវាផុកជ្រាំអីចឹងទៅក៏វាលំបាកក្នុងការធ្វើដំណើរវាត្រូវដើរវៀងមកខាងមុខព្រះវិហារវិញអញ្ចឹងយើងមិនអាចដើរកាត់មុខឃ្លាំងបានទេដោយសារតែពេលភ្លៀងមកទឹកដេកឡើងត្រឹមប្រព័ន្ធជើងហ្នឹងហើយបើសិនជាយើងធ្វើប្រព័ន្ធបង្ហូរទឹកទេប៉ុន្តែពេលដែលយើងធ្វើប្រព័ន្ធបង្ហូរទឹករួចរាល់អញ្ចឹងនឹងមុខឃ្លាំងហ្នឹងគឺលេងជិតតែឬក៏ថាផុកជ្រាំទៅហើយព្រោះដោយសារតែយើងបានធ្វើប្រព័ន្ធចម្អោះទឹករួចរាល់